វេលានេះខ្ញុំបាននឹងលើកយកសាច់រឿងមួយជ្រុងទូចដែលមាននៅក្នុងរឿងពន្លកស្នេហ៍មកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ដោយរឿងនេះបានបង្ហាញពីអារម្មណ៍របស់តួអង្គប្រុសដែលមានដំណើរសេចក្តីដូចតទៅក្រោមពន្លឺភ្លើងទៀនឈានចូលវេលាអាធ្រាត្រយប់ស្ងាត់វេហាកំពុងតែគិតទៅដល់នារីដែលជាទីស្នេហារបស់ខ្លួនហើយក៏ជាស្នេហាដែលបង្កនូវរបួសស្នាមពីពេញខ្លួនគេបាននៅតែអង្គុយបន្តនិយាយតែម្នាក់ឯងថាចុងបញ្ចប់គឺខ្ញុំត្រូវរស់នៅអបទុកកង្វល់ដែលបន្សល់ក្រោយពេលដែលបញ្ចប់នៅស្នាមញញឹមស្នេហាដែលត្រឹមជាពន្លកខ្ចីទៅនឹងទទួលស្រូបនៅពន្លឺរស្មីក្តីសង្ឃឹមថានឹងបានរស់នៅជាមួយគ្នារហូតជីវិតនេះត្រូវបានរលត់ផុតម្ដងទៀតស្នេហាប្រៀបដូចជាដីនិងផ្កាគឺមានន័យថាมันអាចឃ្លាតគ្នាបានទេតែប្រសិនបើយើងគឺជាដីត្រឹមបណ្ដោះឲ្យឡើងនៅពន្លកហើយក៏អស់នៅជីវជាតិសម្រាប់ឲ្យផ្កានោះលូតលាស់រីកក្រពុំខ្សែភាក្លិននិងសម្រស់ឲ្យអស់មនុស្សម្នាគ្រប់គ្នាមើលមកដោយសេចក្តីស្រឡាញ់បាននោះទេគឺយើងត្រូវតែដាច់ចិត្តឲ្យគេទៅរីកលូតលាស់នៅក្នុងកន្លែងផ្សេងចុះប្រដូចបានទៅនឹងជីវិតស្នេហាកាលបើយើងដឹងថាយើងពុំអាចប្រគល់នូវសេចក្តីសុខឲ្យទៅគេបាននោះទេវាគឺពិតណាស់ដែលយើងត្រូវតែដោះលែងគេឲ្យទៅរកសេចក្តីសុខថ្មីដែលស័ក្តិសមជាមួយនឹងគេហើយចុះហេតុអ្វីបានជាខ្ញុំត្រូវមកអង្គុយសម្រាប់ទឹកភ្នែកជាមួយនឹងរឿងរ៉ាវដែលខ្ញុំធ្លាប់តែសើចសប្បាយទៅវិញចិត្តដែលកំពុងតែពេញនូវសេចក្តីស្រឡាញ់តើឲ្យខ្ញុំបំភ្លេចនាងបានដោយរបៀបណាទៅខ្ញុំមិនសង្ឃឹមថាខ្ញុំអាចភ្លេចគេបាននោះទេសូមត្រឹមមិនកាត់ឡើងនៅសេចក្តីឈឺផ្សាក្រោយពេលដែលខ្ញុំបាននឹកឃើញគេគឺគ្រប់គ្រាន់ហើយទ្វារគឺពិតមិនអាចបើកឡើងដោយខ្លួនឯងបាននោះទេប្រសិនបើម្ចាស់របស់គេមិនមានចិត្តនឹងចង់បើកទទួលយើងដូចនេះយើងក៏កុំនៅបន្តគោះទៀតអីគឺមានតែរំខានដល់អារម្មណ៍របស់គេហើយខ្លួនយើងផ្ទាល់ក៏មានរបួសបន្ទាប់ពីការខំប្រឹងខួតដ៏ខ្លាំងនោះចិត្តរបស់ខ្ញុំមិនដែលនឹកស្មានថានឹងមានថ្ងៃនេះឡើយជាថ្ងៃដែលខ្ញុំព្យាយាមបំភ្លេចនៅការចងចាំនឹងមនុស្សដែលខ្ញុំស្រឡាញ់ខ្លាំងជាទីបំផុតប៉ុន្តែវាគ្មានវិធីអ្វីផ្សេងទៀតឡើយគឺតម្រូវឲ្យធ្វើបែបនេះគឺមិនសូវឈឺផ្សាតាមរយៈការបរិយាយរបស់ខ្ញុំខាងលើគឺឲ្យអ្នកសនាប់ទាំងអស់គ្នាជួយកែតម្រូវនៅសំឡេងរួមនឹងចំណុចដែលមានកង្វះខាតផ្សេងដែលខ្ញុំបានជាអ្នកនឹងបន្តបង្កើតជាសាច់រឿងផ្សេងក្នុងការបំពេញអារម្មណ៍ផ្ញើទៅអ្នកទាំងអស់គ្នាពីខ្ញុំបាទក៏សូមអរគុណដល់អ្នកសន្តាប់ជាទីស្នេហា